ពេលវេលានឹងប្រាប់គ្រប់យ៉ាងពេលវេលានៅជាយុវវ័យឈាមរាវមិនទាន់ចូលអ្វីដែលហៅថាជីវិតទោះបីទទួលបានច្រើនឬបាត់បង់ច្រើនយ៉ាងណាក៏មិនដែលខ្វល់អ្វីសោះឡើយបើសិនជាខ្វល់ក៏ខ្វល់ពីអ្វីដែលខ្លួនឯងគ្មានដូចអ្នកដទៃនឹងចូលចិត្តប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃរួចហើយចូលចិត្តធ្វើអ្វីតាមគ្នាដើម្បីកុំឲ្យខុសគេខ្លាចគេថាជាមនុស្សមិនទាន់សម័យមិនយល់ពីសង្គមពេលវេលានៅវ័យកណ្ដាលចាប់ផ្ដើមចេះគិតមិនសូវមានមិត្តដើរលេងច្រើនដូចមុនទេហើយចូលចិត្តគិតខ្វល់តែពីក្រុមគ្រួសារចង់ចំណាយពេលនៅក្បែរក្រុមគ្រួសារច្រើនជាងចេញទៅក្រៅជាមួយមិត្តភ័ក្តិហើយធ្វើអ្វីៗក៏ដោយតាមតែទស្សនៈរបស់ខ្លួនឯងចូលថាត្រឹមត្រូវហើយមិនសូវខ្វល់ពីការគិតរបស់អ្នកដទៃនោះទេពេលវេលាបានប្រាប់ពីអត្ថន័យគ្រប់យ៉ាងក្នុងជីវិតរបស់យើងសំខាន់ស្ថិតនៅលើយើងអាចរៀនសូត្រពីពេលវេលាក្នុងវ័យនីមួយៗបានច្រើនកម្រិតណាបើសិនជាយើងយល់ពីជីវិតទៅតាមពេលវេលាបញ្ចូលប្រាប់យើងពេលនោះយើងនឹងរស់នៅក្នុងពេលវេលាបច្ចុប្បន្នដោយភាពរីករាយក្នុងពិភពលោកពិតប្រាកដរបស់យើងបានហើយទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី